យើងសូមដាក់បណ្ដាសាដល់ជនទាំងឡាយណាដែលបានបំភ្លេចបំផ្លាញរូបសំណាកអាទិទេពនិងនគរខ្មែរយើងសូមដាក់បណ្ដាសាជាដាច់អហង្ការថាដរាបណាព្រះព្រំនៅតែមានមុខ4ព្រះនរាយណ៍នៅតែមានដៃ8ព្រះអាទិត្យរះឡើងពីទិសខាងកើតអស់ស្ដង់គុតនៅទិសខាងលិចដរាបនោះជនទាំងឡាយណាហើយដែលបំភ្លេចបំផ្លាញរូបសំណាកឬនគរខ្មែរយើងនឹងដាក់បណ្ដាសាឲ្យជននោះរងទុក្ខវេទនាតចំនួនកូនចៅរៀងរាល់5ឆ្នាំ3និង10ឆ្នាំម្ដងនគរនោះនឹងត្រូវជួបគ្រោះទូរភឹកកើតចំបាំងរាំងជលឥតឈប់ឈរភ្លើងឆេះរំជួយដីខ្យល់ព្យុះជួបទុក្ខលំបាកតចំនួនកូនចៅឬនគរខ្មែរយើងនឹងដាក់បណ្ដាសាឲ្យជននោះ